បាទជំរាបសួរប្រិយមិត្តបងប្អូនមុននេះបន្តិចបងត្រីវិឡតបានបង្ហើបពីកីឡាករគុណខ្មែរមរុកទៀតហើយត្រៀមការពារខ្សែក្រវ៉ាត់ក្នុងមហាព្រឹត្តិការណ៍ Extreme Cambodia គុណខ្មែរនៅថ្ងៃទី28នេះបងប្អូនគឺចាញ់3រកហើយនឹងក្នុងហ្នឹងគឺកីឡាករទី1ដែលបង្ហាញដំបូងគេគឺក្របីប្រៃពេជ្រសម្បត្តិហើយក្រោយមកកីឡាករពេជ្រសង្ហៈហើយនឹងកីឡាករអ្នកខ្មែរជើងល្វីសិតតែជើងខ្លាំងគុណខ្មែរយើងจะមើលតើកីឡាកររូបណាទៀតដែលត្រូវនឹងចោះកងត្រាផ្ដិតមេដាយការពារខ្សែក្រវ៉ាត់លើកនេះបងប្អូនលើកនេះគឺខាង Extreme Cambodia គុណខ្មែរគឺមិនមែនលេងលំទេបងប្អូនจะតើផ្ដិតមេដាយកិច្ចសន្យាក្នុងការវិញដើមខ្សែក្រវ៉ាត់ការពារខ្សែក្រវ៉ាត់ដើម្បីរៀបចំកម្មវិធីទៅរលូនល្អណាក៏មកជិតដល់ថ្ងៃការប្រកួតកីឡាករលេះនេះលេះនោះពិតជាមិនធម្មតាមែនលើកនេះហើយបងប្អូនទាំងហើយគឺថ្មីនេះខាងហុងមាសខាងបងត្រីប្លុតដែលជាអ្នករៀបចំកម្មវិធីក្នុងកម្មវិធី Extreme Cambodia គុណខ្មែរផងហើយក៏ជាអ្នកចាប់គូផងគាត់បានបង្ហើបពីគូមុនគេក្បីប្រៃពេជ្រសម្បត្តិធ្វើឲ្យរគូរកើលើបណ្ដាញសង្គម Facebook និង YouTube ខ្លាំងមែនទែនបងប្អូនរវាងកីឡាករគុណខ្មែរពេជ្រសម្បត្តិនិងកីឡាករសុកធីបងប្អូនប៉ុន្តែអ្នកទាំងពីរហ្នឹងគឺប៉ះគ្នាវាដណ្ដើមខ្សែក្រវ៉ាត់ Extreme Cambodia គុណខ្មែរដៃមិនហើយនៅក្នុងនោះក៏កីឡាករមកគូទៀតពេជ្រសង្ហៈត្រូវតទល់ជាមួយនឹងកីឡាករដឹមសរុំប្រកួតដណ្ដើមខ្សែក្រវ៉ាត់ដែរប៉ុន្តែយើងចាំមើលដល់គ្នាបងប្អូនដឹងតែក្រៅឲ្យលើកនេះធានាថាក៏ក្រៅញាក់សាច់គូស្ទែលដាប់ហើយថ្មីនេះកាលពីរសៀលនេះគឺគាត់បានផុសវីដេអូកីឡាករនេះខ្មៅជើងល្វីកំពុងតែប្រឌិតមេដាយចុះកិច្ចសន្យាដើម្បីការប្រកួតនៅថ្ងៃទី28ហ្នឹងហើយនេះខ្មៅជើងល្វីក៏គាត់ជាម្ចាស់ខ្សែក្រវ៉ាត់ Extreme Cambodia គុណខ្មែរថ្មីដែរបងប្អូនកាលហ្នឹងគឺខ្មៅជើងល្វីក្រងខ្សែក្រវ៉ាត់ស្រស់ស្អាតខ្លាំងមែនទែនស្ទើរដាប់ជើងខ្លាំងគុណខ្មែរប៉ុន្តែគូពេជ្រសម្បត្តិគឺជាការប្រកួតវិញដើមខ្សែក្រវ៉ាត់ថ្មីណាបងប្អូនខាង Extreme គាត់ដាក់ខ្សែក្រវ៉ាត់ថ្មីឲ្យដើមជាមួយនឹងសុកធីគឺខ្សែក្រវ៉ាត់ Extreme Cambodia គុណខ្មែរដៃមិនឬក៏ខ្សែក្រវ៉ាត់ពេជ្រកន្លងមកមានតែខ្សែក្រវ៉ាត់មាសខ្សែក្រវ៉ាត់ស្ពើគោលឥឡូវនេះឡើងខ្សែក្រវ៉ាត់ពេជ្រទៀតហើយបងប្អូនពិតជាមិនធម្មតាកីឡាករគុណខ្មែរយើងប្រកួតនៅក្នុងមហាព្រឹត្តិការណ៍ Extreme Cambodia គុណខ្មែរមិនមែនលំទេបងប្អូនមរុកគូតប៉ះស្ទែលដាប់ហើយប្រកួតមកគួតមួយប្រកួតក្នុងកម្មវិធី Extreme Cambodia គុណខ្មែរគឺជូកចត់ខ្លាំងតែនប៉ះស្ទែលរបស់ល្អបងប្អូនមិនលំទេហើយលើកនេះគឺខាងហុងមាសរៀបចំធំចឹងហើយត្រូវហៅកីឡាករមកផ្ដិតមេដាយដើម្បីកិច្ចសន្យាត្រឹមត្រូវក្នុងមហាព្រឹត្តិការណ៍ Extreme Cambodia គុណខ្មែរហ្នឹងបងប្អូនព្រោះនេះគឺជាមហាព្រឹត្តិការណ៍ប្រចាំឆ្នាំ2025នេះក្នុងខែមិថុនានេះនេះដឹងញាក់សាច់ហើយប្រិយមិត្តបងប្អូនគឺជំរឿកីឡាករអ្នកណាមរូបទៀតបន្ទាប់ទៀតតែត្រៀមនឹងចូលកិច្ចសន្យាទៀតបងប្អូនគឺខាងហុងមាសពងលើឆ្កឹះប្រកួតគឺមួយមកហើយប៉ុន្តែកីឡាករក្រងខ្សែក្រវ៉ាត់ Extreme Cambodia គុណខ្មែរគឺក្រងច្រើនដែរបងប្អូនដូចព្រំណាងឯក្រងខ្សែក្រវ៉ាត់ដែរនេះខ្មៅជើងល្វីពេជ្រសម្បត្តិពេជ្រសង្ហៈបើសខឹមហើយកីឡាករផ្សេងច្រើនទៀតបងប្អូនដែលក្រងខ្សែក្រវ៉ាត់ Extreme Cambodia គុណខ្មែរប៉ុន្តែដោយសារតែមានកីឡាករខ្លះគាត់រវល់អីចឹងណាបងប្អូនចឹងហើយគឺពិបាកនឹងយកមកប្រកួតចូលក្នុងមហាព្រឹត្តិការណ៍នឹងខ្លាំងទេតែលើកនេះគឺបាននេះខ្មៅជើងល្វីមួយត្រៀមបងប្អូនគីឡូធ្ងន់គីឡូធំជាងគេគីឡូ78ទេទីខ្មៅជើងល្វីបងប្អូនគីឡូ71 77រួចបានគីឡូ6ត្រៀមបងប្អូនធានាថាមួយឈុតនេះដាក់ទៅដឹងទៅក្រៅព្រោះសិតតែកីឡាករដាប់ដែលចូលរួមប្រកួតហើយនេះមានពលរដ្ឋមានមកដែរចូលបងប្អូននេះមកថ្មីកុំភ្លេច Subscribe នៅមួយផងស្ញាក់ដឹងនៅពលរដ្ឋមានថ្មីពី Channel កីឡាប្រទេសគុណខ្មែរជជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ